សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងរៀបរាប់អំពីរឿងរ៉ាវមួយចំនួនដែលខ្លួនខ្ញុំផ្ទាល់ធ្លាប់បានឆ្លងកាត់អំឡុងពេលស្នាក់នៅវត្តដើម្បីបន្តការសិក្សានៅថ្នាក់វិទ្យាល័យរឿងនេះកើតឡើងប្រមាណជា20ឆ្នាំមុនក្រោយពីខ្ញុំប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬយើងថាសញ្ញាបត្រឌីប្លូមរួចរាល់ខ្ញុំត្រូវចាស់ចេញពីស្រុកកំណើតទៅរៀនបន្តនៅវិទ្យាល័យមួយដែលនៅឆ្ងាយពីផ្ទះនេះប្រហែលជាចំណុចចាប់ផ្ដើមនៃដំណើរផ្សងព្រេងតែម្នាក់ឯងក្នុងពិភពលោកដ៏ធំធេងនេះហើយការចាក់ចេញពីផ្ទះលើកនេះជាដំណើរដ៏វែងឆ្ងាយដែលខ្ញុំត្រូវឃ្លាតពីក្រុមគ្រួសារញាតិមិត្តបងប្អូនពូមីងយាយតាឃ្លាតពីស្រែចម្ការនិងមិត្តភ័ក្តិក្នុងភូមិដែលធ្លាប់រស់នៅជាមួយគ្នាតាំងតែពីតូចសូម្បីតែសត្វចិញ្ចឹមដែលធ្លាប់បីបាច់ថែរក្សាក៏ត្រូវឃ្លាតដែរទោះបីជារយៈពេល20ឆ្នាំបានកន្លងផុតទៅហើយក្តីតែអនុស្សាវរីយ៍ទាំងអស់នោះហាក់បីដូចជាទើបតែកើតឡើងកាលពីម្សិលមិញនៅម្ដុំវិទ្យាល័យដែលខ្ញុំត្រូវទៅរៀនពុំមានកន្លែងសម្រាប់ស្នាក់នៅឡើយហើយគ្រូសាស្ត្រខ្ញុំក៏ពុំមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ឲ្យខ្ញុំជួលផ្ទះស្នាក់នៅដោយមិត្តភ័ក្តិដទៃទៀតដែរដោយហេតុនេះលោកយាយរបស់ខ្ញុំបាននាំខ្ញុំទៅកាន់វត្តអារាមមួយកន្លែងដែលស្ថិតនៅក្នុងស្រុកកំណើតរបស់លោកយាយផ្ទាល់ដើម្បីសូមព្រះចៅអធិការឲ្យខ្ញុំបានស្នាក់អាស្រ័យរៀនសូត្រនិងបម្រើព្រះសង្ឃពេលទៅដល់វត្តភ្លាមខ្ញុំមានអារម្មណ៍ថាទីកន្លែងនេះពិតជាស្និទ្ធស្នាលណាស់ហាក់ដូចជាធ្លាប់បានមកពីមុនទោះបីខ្ញុំចាំមិនបានច្បាស់ក៏ដោយអារម្មណ៍ស្គាល់នេះរឹតតែខ្លាំងឡើងនៅពេលខ្ញុំនឹកឃើញដល់សុបិនមួយដែលខ្ញុំធ្លាប់យួនសុបត្តិឃើញទីកន្លែងមួយមានសភាពស្រដៀងនឹងវត្តអារាមនេះបេះបិទក្នុងចិត្តពេលនោះមានអារម្មណ៍អផងភ័យផងព្រោះបានកន្លែងស្នាក់នៅដើម្បីបន្តការសិក្សាតែភ័យព្រោះមិនធ្លាប់រស់នៅឃ្លាតឆ្ងាយពីគ្រួសារហើយត្រូវមកនៅវត្តតែម្នាក់ឯងលោកយាយនិងខ្ញុំបានចូលទៅក្រាបថ្វាយបង្គំព្រះចៅអធិការវត្តដែលមានព្រះនាមថាលោកតាហ៊ុយលោកតាជាព្រះសង្ឃដែលអ្នកស្រុកអ្នកភូមិគោរពស្រឡាញ់និងមានសទ្ធាជ្រះថ្លាជាខ្លាំងយាយខ្ញុំកាលណាលោកប្អូនតើលោកប្អូនសុខសប្បាយជាទេសប្តាហ៍ថ្ងៃក្នុងវត្តយាននេះមានព្រះសង្ឃគង់នៅប៉ុន្មានអង្គដែរចម្រើនពរញោមបងអាត្មាសុខសប្បាយធម្មតាទេសប្តាហ៍ថ្ងៃវត្តយានមានព្រះសង្ឃទាំងភិក្ខុទាំងសាមណេរ14អង្គតែព្រះសង្ឃដែលគង់នៅជាប់លាប់មានតែ8អង្គទេក្រៅពីនោះលោកនិមន្តទៅបន្តការសិក្សានៅភ្នំពេញនិងវត្តស្វាយមីងឯស្រុកអូរ៉ាំងឪចំណែកគុណសិនវត្តមាន6ញាក់តូចលោកតាមានសង្ឃេតិកាបណ្ដាលោកសម្លឹងមកកាន់គ្នាបណ្ដាហាក់ដូចជាពេញចិត្តដែលវត្តតែមានមនុស្សធំម្នាក់ទៀតមកស្នាក់នៅយាយខ្ញុំបន្តករណាលោកប្អូនខ្ញុំនាំចៅប្រុសមកផ្ញើនឹងលោកប្អូនផងព្រោះវាត្រូវមករៀននៅវិទ្យាល័យជីហាសូមលោកប្អូនជួយមើលការខុសត្រូវវាផងទុកតែឆ្អឹងនឹងប្រាប់ភ្នែកឲ្យខ្ញុំករណាបានហើយលោកតាហ៊ុយចម្រើនពរមិនអីទេញោមបងទុកឲ្យវានៅទីនេះជាមួយអាត្មាចុះអាត្មាកំពុងខ្វះមនុស្សផងល្មមបានវាមកនៅជាគ្នាជាមួយអាស៊ុនហេងត្រូវហើយអាស៊ុនហេងក៏ចូលរៀនវិទ្យាល័យជីហេដែរឆ្នាំនេះខ្មឹងស្ដាប់លោកតាមានសង្ឃេតិកាបណ្ដើនិងសម្លឹងមកកាន់ខ្ញុំបណ្ដើក្រឡេកមើលតាមក្រៃបង្អួយឃើញលោកនេន2-3អង្គកំពុងលួចមើលទំនងចង់ដឹងចង់ឮពីរឿងរ៉ាវខាងក្តីយាយខ្ញុំនិងលោកតាបានបន្តជជែកគ្នាយ៉ាងយូរដោយលោកទាំងពីរបានជជែកចាប់សពសាច់រឿងហើយក៏ថ្វាយបង្គំលាលោកតាត្រឡប់ទៅផ្ទះវិញខណៈដែលខ្ញុំកំពុងឈរស្លុតក៏ឮសំឡេងក្មេងៗនិយាយគ្នាពីចម្ងាយថាថ្ងៃនេះមានកូនសិស្សថ្មីមកតោះយើងទៅមើលមិនយូរប៉ុន្មានក្មេងៗសិស្សវ័នមួយក្រុមមានឈ្មោះបញ្ញាប៊ុនថេនពន្លឺសុនហេងនិងការុណាក៏បានរត់មកជួយខ្ញុំរៀបចំអីវ៉ាន់លុះដល់រៀងល្ងាចបន្តិចប្រហែលម៉ោង 4-5 ល្ងាចសំឡេងរគាំងពីកុដិថ្មីក៏បន្លឺឡើងជាសញ្ញាប្រាប់ថាដល់តែព្រះសង្ឃត្រូវចូលព្រះវិហារដើម្បីនមស្ការព្រះរតនត្រ័យហើយចំណែកឯកូនសិស្សវត្តត្រូវរៀបចំកន្ទូបាយដើម្បីដើរដាក់តាមភូមិសុនហេងបានបបួលខ្ញុំទៅជាមួយពួកយើងដើរកាត់វាលស្រែខៀវស្រងាត់ខ្យល់រសៀកធ្វើឲ្យអារម្មណ៍ស្រស់ស្រាយនេះជាបទពិសោធន៍ថ្មីស្រឡាងសម្រាប់ខ្ញុំពេលត្រឡប់មកដល់វត្តវិញព្រះសង្ឃក៏និមន្តចេញពីព្រះវិហារល្មម
ពួកយើងទាំងអស់គ្នាក៏បបួលគ្នាទៅងូតទឹកនៅអណ្ដូងឯសាលាបាលីចាស់ក្រោយពីងូតទឹករួចរាល់ព្រះសង្ឃខ្លះបន្តរៀនធម៌ខ្លះទៀតរៀនស្មូតសំឡេងសូត្រធម៌លាន់លឺទ្រហឹងពេញតែវត្តអារាមចំណែកខ្ញុំនិងកូនសិស្សដទៃទៀតក៏ទៅស្ដាប់ការណែនាំអប់រំពីលោកតាជាព្រះគ្រូចៅអធិការវត្តម៉ោងប្រហែល 9 យប់ក្រោយពីបានស្ដាប់ការអប់រំរបស់លោកតារួចគ្រប់គ្នាក៏ត្រឡប់ទៅកុដិរៀងខ្លួនបរិយាកាសក្នុងកុដិងងឹតសូន្យឈឹងព្រោះសម័យនោះមិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយពេលខ្ញុំដើរតាមវេរ៉ាំងដាសាលាឆាន់តម្រង់ទៅបន្ទប់កុដិចៅរបស់ខ្ញុំគ្រាន់តែឈានជើងចូលដល់មាត់ទ្វារកុដិហ្វ្លីមខ្ញុំមានអារម្មណ៍ថាព្រឺសម្បុរខ្ញាក់ហាក់ដូចជាមាននរណាម្នាក់កំពុងពួននៅមាត់ទ្វារដើម្បីបញ្ញាក់អារម្មណ៍ខ្ញុំឲ្យខ្លាចដើម្បីលលេងនឹងខ្ញុំក៏សួរនរណានឹងតែមិនមាននរណាឆ្លើយតបមកវិញសោះឡើយពេលខ្ញុំដើរទៅមុខបាន2-3ជំហានមានស្រមោលខ្មៅស្ទង់មួយដើរតាមខ្ញុំនៅពីចំហៀងខ្លួនរបស់ខ្ញុំបន្តិចនោះក៏បាត់ទៅវិញទៅខ្ញុំក៏យាកយ៉ាងលឿនទៅចូលក្នុងបន្ទប់កំពុងរាវរកទៀននិងឈើគូកមកអ៊ុតប៉ុនភ្លឺដែលខ្ញុំបានទិញទុកតាំងពីថ្ងៃស្រាប់តែស៊ុនហេងកាន់ចង្គៀងប្រេងកាតមួយដើរមកហើយនិយាយថាបងមានចង្គៀងប្រាវទេបើអត់ទេយកមួយនេះប្រើសិនទៅខ្ញុំទៅជាអរគុណស៊ុនហេងខ្លាំងណាស់យប់នោះគុណគិតនិងក្មេងៗ2នាក់ទៀតក៏ដេកកំដរខ្ញុំធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្ដៅនិងរីករាយជាខ្លាំងពួកយើងជជែកគ្នាលេងមួយសន្ទុះក៏នាំគ្នាចូលដំណេកទៅរហូតដល់កណ្ដាលអាធ្រាត្រខ្ញុំកំពុងតែដេកលង់លក់ស្រួលបានបន្តិចស្រាប់តែខ្ញុំភ្ញាក់ដឹងខ្លួនឡើងដោយមនុស្សដាស់រាងកាយខ្ញុំមិនអាចរើបំរាស់លួយហាក់ដូចជាមានអ្វីម្យ៉ាងមកសង្កត់ពីលើខ្ញុំយ៉ាងខ្លាំងខ្ញុំខំប្រឹងរើបំរាស់យ៉ាងខ្លាំងប៉ុន្តែរើបំរាស់មិនរួចខ្ញុំចង់ស្រែកហៅគេឲ្យជួយក៏ស្រែកមិនរួចវាសង្កត់ខ្ញុំយ៉ាងយូរប្រហែលកន្លះម៉ោងទើបវារាសាយម្ដងបន្តិចបាត់ទៅវិញទៅលុះព្រឹកឡើងខ្ញុំបានយករឿងនេះទៅប្រាប់លោកតាព្រះគ្រូចៅអធិការលោកតាស្ដាប់ហើយក៏មានធរណីការដោយទឹកមុខញញឹមថាចៅកុំភ័យមិនអីទេនោះគេហៅថាខ្មោចសង្កត់ដោយសារចៅដេកដោយមិនបានសុំកន្លែងម្ចាស់ទីកន្លែងគេថែរក្សាចាប់ពីថ្ងៃនេះទៅមុនពេលចូលគេងរាល់យប់ពិសេសថ្ងៃសីលចៅត្រូវថ្វាយបង្គំ3 ដងសូត្រនមស្ការព្រះរតនត្រ័យនមោតាស័ក3 ចប់រួចសុំម្ចាស់ទឹកម្ចាស់ដីសុំម្ចាស់ទីកន្លែងហើយដេកទៅធ្វើដូច្នេះមិនមានអ្វីមករំខានចៅទៀតឡើយចាប់តាំងពីយប់នោះមកខ្ញុំក៏បានធ្វើតាមការណែនាំរបស់លោកតាជារៀងរាល់ថ្ងៃសីលហើយខ្ញុំក៏បានដេកលក់ស្រួលដោយមិនមានហេតុការណ៍ចម្លែកណាមកយាយីទៀតឡើយ